សួស្តីពុកម៉ែបងប្អូនសូមបង្ហាញអំពីរបៀបស្ងោរប្រហិតត្រីជាមួយនឹងស្ពៃចាបងខ្ញុំតាមទឹកកពុះធ្វើការដាក់ប្រហិតត្រីយើងចូលហើយនឹងមានសាច់ជ្រូកផងដែរនិយាយគ្នាចាហើយខ្ញុំដាក់គ្រឿងដូចជាម្រេចទឹកត្រីអំបិលបន្តិចនិងប៊ីចេងបន្ទាប់មកធ្វើការស្លដោយដាក់ទឹកហើយនឹងដាក់ប្រហិតយើងចូលដាក់សាច់ជ្រូកយើងចូលទៅដាក់គ្រឿងឥឡូវយើងបានពុះហើយយើងធ្វើការផាត់ត្រីយើងមើលទៅឆ្អិនហើយខ្ញុំបានថតវីដេអូពីដើមអញ្ចឹងយើងធ្វើការដាក់ស្ពៃចូលវីដេអូនេះយើងកាត់មកដល់កន្លែងយើងដាក់ស្ពៃហើយដោយសារខ្ញុំអត់បានថតពេលនោះឥឡូវខ្ញុំធ្វើការចាប់ថតចាស្ងោរផាត់ត្រីនេះគឺជាម្ហូបដែលងាយនឹងធ្វើអញ្ចឹងហើយបានជាយើងគាត់ទៅដាក់ទឹកដាក់ផាត់ហើយនឹងដាក់សាច់ជ្រូកចូលពេលដែលយើងដាក់គ្រឿងហើយយើងទុកឲ្យពុះយើងធ្វើការដាក់ស្ពៃចូលចាហើយស្ពៃនោះយើងធ្វើមកយើងលាងឲ្យបានច្រើនទឹកទៅរហូតទឹកលាងចោលឲ្យបានច្រើនទឹកស្ពៃទៀតទេក៏ប៉ុន្តែការលាងទឹកឲ្យបានច្រើនដូចគ្នាខ្ញុំទុកឲ្យស្ងោរយើងបំពុះស្ពៃបន្តិចទើបយើងដាក់ស្លឹកស្ពៃចូលយើងពុះហើយការដាក់ស្លឹកចូលស្លឹកយើងដាក់ទៅមកទេក្រុមទុកមកពុះយើងធ្វើតាមបានចាស្លស្ពៃយើងពុះហើយធ្វើចាក់ស្លឹកខ្ទឹមចូលអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតែប៉ុណ្ណឹងគឺយើងឆ្អិនហើយអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់